ជាបឋមខ្ញុំបកណាសូមនមស្ការចំពោះគុណបរតនត្រ័យទាំង3ដោយសេចក្តីគោរពជ្រះថ្លានិងសូមធ្វើការនមស្ការចំពោះព្រះថេរៈនិងឧសោគ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទទាំងអស់ដោយសេចក្តីគោរពរាប់អាននៅក្នុងពធដោយនៅក្នុងពីឱកាសថ្ងៃនេះត្រូវនៅថ្ងៃអង្គារទី14 ខែមករាឆ្នាំ2026នៅក្នុងពេលឱកាសនេះផងដែរខ្ញុំបកណាសូមបកស្រាយរៀបរាប់អំពីពាក្យថាវេទនាញាតិញោមបងប្អូនទាំងអស់តែងតែធ្លាប់ឮហើយពាក្យថាវេទនាប៉ុន្តែយើងមិនទាន់យល់ស្គាល់អត្ថន័យពាក្យថាវេទនានឹងច្បាស់ទេបើញាតិញោមខ្លះក៏យល់ច្បាស់ញាតិញោមខ្លះក៏យល់មិនទាន់ច្បាស់បើហើយពាក្យថាវេទនានេះជាភាសាបាលីបើភាសាបាលីបានដល់វេទនាចេតសិកហើយតែងតែប្រកបកើតរួមជាមួយចិត្តវេទនានេះបើយើងប្រែជាភាសាខ្មែរទៅថាការសោយការសោយនៅអារម្មណ៍ជាសុខជាទុក្ខជាសោមនស្សជាទោមនស្សជាឧបេក្ខាដែលយើងហៅថាវេទនាទាំង5វេទនាទាំង5ហ្នឹងបានដល់សុខវេទនាទុក្ខវេទនាសោមនស្សវេទនាទោមនស្សវេទនាឧបេក្ខាវេទនាមាន5នឹងឯងញាតិញោមឥឡូវអាត្មាបកស្រាយអង្គាយសេចក្តីមួយដើម្បីញាតិញោមបានស្ដាប់និងបានយល់ទាំងអស់គ្នាសុខវេទនាបានដល់សេចក្តីសុខសេចក្តីសុខហ្នឹងគឺយើងសំដៅយកសេចក្តីសុខផ្លូវកាយនឹងតែម្ដងញោមសេចក្តីសុខផ្លូវកាយដូចជាយើងមិនមានរោគាជាធិមកបៀតបៀននៅក្នុងរូបកាយរបស់យើងយើងមិនមានការក្តៅខ្លួនមិនមានការឈឺធ្មេញមិនមានការចុកពោះមិនមានការឡើងជាតិខ្លាញ់ណានិយាយឲ្យខ្លីមកគឺសុខផ្លូវកាយនឹងតែម្ដងហ្នឹងហៅថាសុខវេទនាដល់ពេលទុក្ខវេទនាគឺសំដៅយកសេចក្តីទុក្ខលំបាកផ្លូវកាយសេចក្តីទុក្ខលំបាកក្នុងផ្លូវកាយយើងឈឺច្រើនធ្វើការងារនឿយហត់ច្រើននេះឈឺហ្នឹងយើងដឹងហើយឈឺកើតអំពីអាហារឈឺដែលកើតអំពីរដូវប្រែប្រួលសពគ្រប់បែបយ៉ាងហ្នឹងដែលយើងហៅថាទុក្ខវេទនានោះពេលដែលយើងឈឺហ្នឹងយើងមិនសប្បាយទេញោមចាប់ផ្ដើមកើតទុក្ខហើយអាហ្នឹងមាននរណាឈឺថាសប្បាយទេអញ្ចឹងសរុបឲ្យខ្លីមកទុក្ខវេទនាគឺសំដៅយកទុក្ខផ្លូវកាយចំណែកសោមនស្សវេទនាគឺការទទួលរងសោយនៅអារម្មណ៍ដែលសប្បាយរីករាយត្រេកអរតាមផ្លូវចិត្តពេលដែលយើងជួបនៅអារម្មណ៍ដែលជាទីពេញចិត្តពេលដែលយើងជួបនៅអារម្មណ៍ដែលជាទីប្រាថ្នាហ្នឹងគឺថាចិត្តហ្នឹងគឺមានការសប្បាយរីករាយត្រេកអរហ្នឹងហៅថាសោមនស្សវេទនានិយាយសរុបឲ្យខ្លីមកគឺសំដៅយកការសប្បាយរីករាយក្នុងផ្លូវចិត្តហ្នឹងពេលដែលយើងជួបនៅអារម្មណ៍ដែលជាទីប្រាថ្នាអារម្មណ៍ដែលជាទីពេញចិត្ត
ហើយទី4គឺទោមនស្សវេទនីការទទួលរងសោយនៅអារម្មណ៍ដែលមិនជាទីពេញចិត្តដែលមិនជាទីប្រាថ្នាហើយក៏ធ្វើឲ្យចិត្តនឹងមានការទោមនស្សអន់សពុនចិត្តមិនសបាយរីករាយចិត្តធ្វើឲ្យចិត្តហ្នឹងគឺថ្នាក់ទោមនស្សអញ្ចឹងទៅហ្នឹងហៅថាទោមនស្សនិយាយខ្លីមកថាសំដៅយកសេចក្តីទុក្ខទោមនស្សនៅក្នុងផ្លូវចិត្តហ្នឹងបាទហៅថាទោមនស្សវេទនីចំណែកឧបេក្ខាវេទនីបានន័យថាយើងទទួលសោយនៅអារម្មណ៍ជាកណ្ដាលបាទបានន័យថាចិត្តរបស់យើងនេះគឺមិនជាមានការសប្បាយរីករាយហើយក៏មិនជាមានការទោមនស្សថ្នាក់អីទេបានន័យថាចិត្តហ្នឹងគឺធម្មតានឹងហៅថាឧបេក្ខាវេទនីសរុបសេចក្តីខាងដើមមកវិញថាវេទនីគឺជាការសោយនៅអារម្មណ៍សោយនៅអារម្មណ៍ជាសុខខ្លះជាទុក្ខខ្លះជាសោមនស្សសប្បាយរីករាយជាទោមនស្សអន់សពុនចិត្តមិនសប្បាយចិត្តជាឧបេក្ខានឹងឯងនឹងហៅថាវេទនីអញ្ចឹងសូមប្រកាសណាម្ចាស់ញាតិញោមពុទ្ធបរិស័ទស្ដាប់ហើយយកទៅត្រិះរិះពិចារណាទាំងអស់គ្នាទៅដើម្បីកើតជាបុណ្យជាកុសលនៅក្នុងចិត្តទាំងអស់អង្គទាំងអស់គ្នាសូមអនុមោទនា